bạn trong đẹp suốt một video mới trong cho môi này Node.js vừa system lấy lấy mũi ở nè rồi lịch code tại monomer system nhằm xong phần hai là process bọc nhằm tích nhằm lấy nhằm main user đấy nhằm vừa về thì trong hiện còn tới lòng user tab row hay tab user thìประเทศของตัวนี้คือสำหรับปราบปรามตัวส่วนในกลายเข็มในนี้แต่ยังเรียนทั่วนะไปอยู่ในคอนเซ็ปต์มวยจำนวนในเข็มประมาณโดยประเทศอย่างเช่นខ្ញុំមាន user មួយតែគាត់មានព័ត៌មានប៉ុណ្ណឹងខ្ញុំដាក់ simple អត់ចាស់ប៉ុន្តែវាមាន relationship មួយគឺ user ជាមួយនឹង roles អញ្ចឹង user ជា entity មួយដែលចម្បងនៅក្នុង system ហើយ role នេះក៏ចម្បងដែរអញ្ចឹងវាមាន relationship រវាងគ្នាគឺ one to many ប៉ុន្តែនៅក្នុងទីនេះone to one ប៉ុន្តែក្នុងទីនេះវាថា one to many ដោយសារតែខ្ញុំមិនទាន់រកវិធីសាស្ត្រណាដែលអាចសរសេរទៅឲ្យវាបង្ហាញនៅនេះថា one to one តែប៉ុន្តែមនុស្សម្នាក់មាន role មួយខ្ញុំគិតនៅការបង្ហាញហ្នឹងគឺមនុស្សម្នាក់មាន role តែមួយទេអញ្ចឹង one to one បន្ទាប់ពីបាន tab ប៉ុណ្ណឹងហើយអញ្ចឹងយើងចាប់ផ្ដើមបង្កើត table ហ្នឹងនៅក្នុង database របស់យើងអញ្ចឹងខ្ញុំប្រើ MySQL ជា database របស់ខ្ញុំMySQL គឺ service របស់ខ្ញុំ up អស់ហើយអញ្ចឹងខ្ញុំ connect ចូលទៅ SQL មួយជាមួយនេះតែយើងឃើញថាខ្ញុំឃើញខ្ញុំបង្ហាញ click ឡើងនេះហ្នឹងគឺមានន័យថា database របស់ខ្ញុំមួយហ្នឹងហើយខ្ញុំមាន database មួយឈ្មោះថា electric កត់2ជាឈ្មោះ database ដែលខ្ញុំនឹងធ្វើ system នៅលើវាហើយឥឡូវនេះខ្ញុំបង្កើត table រួចហើយគឺមាន2 table គឺ user និង row ហើយអានេះជា script Oracle របស់ខ្ញុំទេអានេះគឺខ្ញុំបង្កើតហើយខ្ញុំបង្កើត table user ហើយscript នៃ table row ខ្ញុំលុបចោលអញ្ចឹងខ្ញុំមិនបានដាក់ចូលហើយអញ្ចឹង table នេះវាជា table ដែលយើងបានបង្ហាញហ្នឹងខ្ញុំសូមបកទៅហ្នឹង table user row គឺខ្ញុំបង្កើត type អីក្នុងនោះអស់ហើយអាចមើលបានហើយបង្កើត table ទៅហើយ table បើមិនចេះ say script ទេយើងបង្កើតតាម tool ទៅហើយយើងកំណត់នៅ data type របស់ user ទៅតាមហ្នឹងមកខ្ញុំដាក់តិចទេព្រោះខ្ញុំរបស់ខ្ញុំប្រើធម្មតា user ប្រហែលជា20នាក់អញ្ចឹងខ្ញុំមិនត្រូវការដាក់ច្រើនពេកទេហើយខ្ញុំយក Advanced ដែលខ្ញុំចង់ឲ្យវា support ខ្មែរហើយ primary key របស់ខ្ញុំអត់ប្រើ ID generate បែប UID ទេខ្ញុំប្រើ ID ធម្មតាដោយសារតែខ្ញុំចង់ practice វា simple ងាយស្រួលដើម្បីយើងពេលដែលយើងងាយស្រួលយើងអាចធ្វើធម្មតាខ្ញុំមាន database ហើយយើងត្រូវ connect database របស់យើងឲ្យជាប់អញ្ចឹងខ្ញុំ connect សារថ្មីខ្ញុំ disconnect វាហើយខ្ញុំ connect សារថ្មីខ្ញុំបង្ហាញថា connection របស់ខ្ញុំគឺដើរមានសញ្ញា click ហើយខ្ញុំមកមើល property របស់វាអញ្ចឹង property ខ្ញុំ edit property អញ្ចឹងខ្ញុំមាន server ដែល host ឬក៏ domain របស់យើងហើយខ្ញុំមាន database schema តាម database schema នេះខ្ញុំគួរដាក់កត់database ខ្ញុំមួយនេះតែម្ដងប៉ុន្តែនេះ database ខ្ញុំ database schema ឡើយនេះដាក់ electric កត់លេខ2តែម្ដងប៉ុន្តែខ្ញុំដាក់ master មួយទៀតអត់អីទេកន្លែងហ្នឹងមានន័យថាវា point ទៅកាន់ database ហ្នឹង direct តែម្ដងវាអត់ចូលទៅ database ណាផ្សេងទៀតទេព្រោះនេះជា user ធម្មតាមិនមែនជា master user ឬក៏ admin ទេប៉ុន្តែសិតវាជា admin ព្រោះខ្ញុំឲ្យសិតវាជា admin តែ user ហ្នឹងបង្កើតឡើងដោយ admin ទេហើយខ្ញុំប្រើ SQL Server Education ហើយមាន user និង password ប៉ុណ្ណេះសម្រាប់ធ្វើការ connection ដើម្បី security ដល់ connection ជោគជ័យយើងតេស្តមកគឺវាជោគជ័យហើយអញ្ចឹងហើយអ្វីដែលយើងត្រូវចាំគឺនៅត្រង់ហ្នឹងដើម្បីធ្វើការ connection រវាង node ដែលយើងបង្កើត API ហើយ connect មកកាន់SQL Server បន្តមកទៀតខ្ញុំទៅបង្កើតនៅខ្ញុំបង្កើត database ខ្ញុំបង្កើតនៅ structure មួយចំនួនមុននឹងបង្កើតcode បានអញ្ចឹងខ្ញុំទៅកាន់folder ខ្ញុំ
ដាក់តាណាក៏បានដែរតែតែអ្នកទាំងអស់គ្នាដាក់ទេតែខ្ញុំដាក់តាមខ្ញុំចំណាំបានតែខ្ញុំបង្កើត line software ខ្ញុំយកពាក្យខ្ញុំបង្កើត software ខ្ញុំដាក់ក្នុង folder របស់ខ្ញុំមួយថា project អញ្ចឹងខ្ញុំបង្កើតproject ទី2ដាក់12ខ្ញុំដាក់ថា electric city កด2YouTube មានន័យថាខ្ញុំ practice វាសម្រាប់ដាក់ទៅក្នុង YouTube តែអ្នកនរអស់គ្នាសេះឈ្មោះអីសេះទៅបន្តមកទៀតខ្ញុំអត់តន់ធ្វើអីទេខ្ញុំបង្កើតនៅ structure មួយហើយ structure មួយចំនួនដែលដូចខាងក្រោមអញ្ចឹងខ្ញុំបង្កើត folder ទី1ឈ្មោះថា source ហើយនៅក្នុង source គឺខ្ញុំបង្កើតនៅ sub folder នៅក្នុងហ្នឹងជាច្រើនទៀតមានsub folder នៅមានច្រើនទៀតមាន config ទៅ config ហើយខ្ញុំបង្កើតទៀត config controller អញ្ចឹងខ្ញុំសូមបញ្យល់ថា config គឺសម្រាប់ជាឆ្អឹងនៅក្នុងការភ្ជាប់រវាង client និង server មានន័យថាពេលដែលយើងដាក់ folder config ហ្នឹងគឺវាសម្រាប់ភ្ជាប់ការសរសេរ code របស់យើងហ្នឹងទៅកាន់ SQL server អញ្ចឹងនៅក្នុងការភ្ជាប់មក SQL server យើងដាក់វាមកក្តោបនៅក្នុង file នៅ folder មួយឈ្មោះថា config ហើយ controller គឺយើងដឹងណាជាអ្នកបញ្ជាហើយវាមាននៅក្នុងហ្នឹងវាមានច្រើនទៀតបន្តមកទៀតខ្ញុំបង្កើត folder មួយទៀតដែលមានឈ្មោះថា rename វាទៅហើយមានឈ្មោះថា models យើងបង្កើតជា folder ដើម្បីឲ្យ folder មួយវាមានតួនាទីផ្សេងៗគ្នា model គឺជាdata មួយតំណាងឲ្យ data ដែលយើងត្រូវយកមកប្រើប្រាស់យើងយកមកប្រើប្រាស់ហើយ controller គឺជាអ្នកបញ្ជាឲ្យទៅធ្វើការអីហើយធ្វើការអីយើងយល់គោលធំសិនណាបន្តមកទៀតខ្ញុំមានខ្ញុំសូម rename របស់វាខ្ញុំ rename ហើយខ្ញុំមានមួយទៀតខ្ញុំមាន route គឺជាផ្លូវសម្រាប់គាត់ចូលមកសម្រាប់ user ចូលមកនិយាយថា user A គាត់ត្រូវទៅគាត់ត្រូវគោលមកគាត់ត្រូវទៅផ្លូវកអញ្ចឹងឲ្យគាត់ទៅផ្លូវក user A ដែរឲ្យគាត់ទៅផ្លូវខអញ្ចឹង route របស់យើងអ្នកសេរីហើយបន្ទាប់ពី route នឹងសេរីហើយ route ទៅហៅ controller ទៅហៅអាចមាន repository ហើយ repository វាអាចហៅទៅដល់ database ហើយ database ហើយវាធ្វើការជាមួយគ្នាវាបង្កើតបានជា system មួយបន្តមកទៀតខ្ញុំឲ្យមួយទៀតឈ្មោះថា middleware middleware គឺជាអ្នកសម្របសម្រួលផ្លូវកណ្ដាលមុន user request data អីវាឆ្លងកាត់ middleware សិនដើម្បី security វាបីដូចជាប៉ុស្តិ៍យាមដែលមុនចូលបរិយាមុនចូលកន្លែងណាមួយឧទាហរណ៍សាមញ្ញថាកន្លែងផ្ញើម៉ូតូមុននឹងផ្ញើម៉ូតូយើងចូលទៅដល់កន្លែងផ្ញើម៉ូតូគឺយើងឆ្លងកាត់អ្នក security ពិនិត្យឬក៏កັບសពុតអញ្ចឹងវាជា middleware មួយជា middleware មួយហើយបន្តមកទៀតខ្ញុំមាន util គឺសំដៅទៅលើកិច្ចការមួយដែលវាយើងបានអាសាយនៅតួនាទីវាបានបង្កើតតួនាទីវាស្រាប់ហើយគ្រាន់តែយើងពេលដែលត្រូវការយើងគ្រាន់តែផ្លាស់ប្ដូរតម្លៃគឺយកប្រើតែម្ដងអានឹងប្រៀបបីដូចជាបាទបីដូចជាសម្ភារៈយើងប្រើប្រាស់ឧទាហរណ៍ថា big ជា util មួយហើយពេលដែលយើងធ្វើ big ហើយយើងចង់សរសេរលើក្រដាសក៏បានយើងចង់សរសេរលើសៀវភៅក៏បានតែយើងទេអញ្ចឹងវាជា util មួយសម្រាប់ប្រើប្រាស់នៅក្នុង system យើងទាំងមូលបន្តមកទៀតយើងបង្កើតនៅមួយទៀតគឺ service យើងដឹងស្ដាប់ហើយណា service គឺវាតាក់ទងជាមួយនឹងផ្នែកសេវាកម្មវាមានសេវាកម្មច្រើនមានទៅមុខទៀតយើងមាន inject service inject container អីដែលវាតាក់ទងជាមួយនឹង service ហ្នឹងឯងឧទាហរណ៍ថា HTTP ហ្នឹងគឺជា service មួយដើម្បីសម្របសម្រួលក្នុងការធ្វើការ request ឬក៏send response data អីទៅតាមវាមាន folder service ហ្នឹងមួយបន្ទាប់មក
ចុងក្រោយគឺយើងអត់មាន folder អីផ្សេងទៀតទេយើងបង្កើតតែប៉ុណ្ណឹងសិនហើយចុងក្រោយបានខ្ញុំបង្កើត file មួយឈ្មោះថា file មួយឥឡូវខ្ញុំបង្កើតប៉ុណ្ណឹងចុះបង្កើត file ចាំខ្ញុំបង្កើតតាមក្រោយអញ្ចឹងនេះជា folder សំខាន់ដែលខ្ញុំបានរៀបរាប់តួនាទីរបស់វាអញ្ចឹងយើងនឹងចូលវីដេអូវគ្គ2ណាអរគុណ